ម្នាក់ជាអ្នកកំសត់ក្រលំបាកម្ដាយឪពុកស្លាប់ចោលពីតូចនៅតែម្នាក់ឯងតែងរកស៊ីចិញ្ចឹមអាត្មាគ្រាន់តែឆ្អែតពោះដល់បរោះនោះចម្រើនធំបានដឹងសេចក្តីឡើងក៏ចង់ដឹងថាក្នុងនគរនោះនឹងមានស្ត្រីពិតម្ដាយពិតឪពុកពិតឬទេថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់គិតធ្វើបុណ្យកំសាន្តសប្បាយមួយស្ដេចទ្រង់មានព្រះបន្ទូលហៅនាម៉ឺនធំម្នាក់មកដល់ទ្រង់បង្គាប់ឲ្យនាម៉ឺននោះចេញទៅធ្វើរោងសង់សាលាបុណ្យនៅត្រើយស្ទឹងម្ខាងស្ទឹងនោះមានស្ពានសួរឆ្លងទៅនាម៉ឺននោះទៅធ្វើរោងសង់សាលារួចស្រេចវិលមកក្រាបទូលស្ដេចទ្រង់ឲ្យរៀបភ្ញីផ្កាស្លាមលូគ្រប់បរិក្ខារជារណ្ដាប់បុណ្យហើយស្ដេចយាងចេញកាន់ចុងព្រះរាជរោងដោយជួបជុំមន្ត្រីតូចធំហើយស្ដេចយាងចូលរោងបុណ្យបរោះនោះឮថាស្ដេចធ្វើបុណ្យដូច្នោះក៏មានសេចក្តីត្រេកអរដោយចង់ដឹងថាក្នុងនគរនោះមានស្ត្រីពិតម្ដាយពិតឪពុកពិតឬទេហើយបរោះនោះដើរទៅអង្គុយក្រោមស្ពានធ្វើជាស្ទូចត្រីស្ដេចទ្រង់យាងទៅឯសាលាបុណ្យមុនគេនៅតែអស់អ្នកនិងព្រះរាជបុត្រីដល់វេលារសៀលអស់អ្នកនិងព្រះរាជបុត្រីស្ដេចនោះរៀបខ្លួននឹងទៅចូលរោងបុណ្យឯព្រះរាជបុត្រីស្ដេចនោះកំព្រាពុំមានព្រះមេត្តាខ្សែព្រះជន្មចោលនាងតាំងអំពីតូចទៅលុះអស់អ្នកនិងពួកស្រីស្នំក្រុមការចេញទៅឆ្លងស្ពានហួសអស់ទៅនៅតែព្រះរាជបុត្រីកំព្រាជាក្រោយគេលុះយាងទៅដល់ស្ពាននាងតបទៅឃើញបរោះកំសត់អង្គុយស្ទូចត្រីក្រោមស្ពាននាងឈប់ពុំហ៊ានយាងហួសទៅអស់ពួកស្រីបរិវារសួរថាម្ចាស់ដូចម្ដេចក៏បានជាឈប់នាងមានព្រះសវណ្ណន័យថាបានជាឈប់ត្បិតមានបរោះម្នាក់នៅអង្គុយស្ទូចត្រីក្រោមស្ពានទៅដូចម្ដេចបានអស្រីសៅលឹកថាម្ចាស់យើងទៅមិនអីទេខ្លាចអ្វីមនុស្សកំសត់ដូចមនុស្សឆ្កួតនាងឆ្លើយឡើងថាកុំថាដូច្នោះមិនត្រូវទេធម្មតាគេជាប្រុសទុកជាគេឆ្កួតព្រើល្ងងខ្លាំងដូចម្ដេចក៏យើងជាស្រីមិនត្រូវដើររំលងក្បាលគេទេអស់ពួកស្រីស្ដីឲ្យថានៃអ្នកកំឡោះអង្គុយស្ទូចត្រីក្រោមស្ពានដើរចេញម្ចាស់យើងនឹងយាងទៅធ្វើបុណ្យបរោះនោះឮស្រីស្ដីថាដូចម្ដេចក៏មិនដើរចេញធ្វើជាមិនឮឯព្រះរាជបុត្រីទ្រង់ជ្រាបក៏ប្រាប់បរោះនោះថាណែអ្នកស្ទូចត្រីអញ្ជើញចេញពីក្រោមស្ពានឲ្យខ្ញុំសុំផ្លូវទៅផងបរោះនោះឮបុត្រីនិយាយដូច្នោះក៏ក្រោកដើរចេញតើយងាយទៅផ្ទះអាត្មាវិញព្រះរាជបុត្រីឃើញដើរហួសទៅទើបហ៊ានឆ្លងទៅធ្វើបុណ្យជាមួយនឹងព្រះវរបិតាដល់ធ្វើបុណ្យរួចស្រេចស្ដេចទ្រង់វិលត្រឡប់មកព្រះរាជនិវេសវិញលុះថ្ងៃក្រោយបរោះនោះគិតក្នុងចិត្តនឹកចង់ចូលទៅគាល់ស្ដេចក៏រៀបខ្លួនតាមដែលខ្លួនជាអ្នកកំសត់ក្រលំបាករៀបខ្លួនចេញដើរពីផ្ទះអាត្មាទៅដល់មាត់ទ្វារវាំងនិងចូលទៅដល់បំណងនឹងគាល់ស្ដេចពួកទាហានចាំទ្វារវាំងខាត់មិនឲ្យចូលបរោះឯងរូបអាក្រក់សម្ពុតក៏ចាស់ដាច់មិនគួរនឹងចូលក្នុងព្រះរាជវាំងទេបរោះនោះមកគិតក្នុងចិត្តថាអញគិតធ្វើដូចម្ដេចឲ្យបានជ្រាបដល់ស្ដេចនឹងឲ្យហៅអញចូលហ
ហើយនិយាយទៅពួកទាហានចាំទ្វារថាអ្នកកុំខាត់ខ្ញុំត្បិតខ្ញុំឃើញក្នុងនគរស្ដេចនេះឥតមានស្រីពិតម្ដាយពិតឪពុកពិតទេបរិះនោះនិយាយតែប៉ុណ្ណេះក៏អង្គុយស្ងៀមនៅនឹងមាត់ទ្វារនោះពុំនិយាយស្ដីនឹងអ្នកឯទៀតណាឡើយលុះព្រះរាជាស្ដេចចេញកាន់ចុងព្រះរាជរោងអស់នាម៉ឺនធំតូចមកជួបជុំគាល់នាយទាហានចាំទ្វារសង្ស័យណាស់ក៏ចូលទៅក្រាបបង្គំទូលថាមានបរិះកំសត់ម្នាក់មកពីណាមិនដឹងថានឹងចូលគាល់ដើម្បីសួរកិច្ចការអ្វីចំពោះព្រះអង្គទូលព្រះបង្គំជាខ្ញុំខាត់មិនឲ្យចូលត្បិតបរិះនោះស្លៀកសំពត់ដាច់លេចមុខលេចក្រោយហើយបរិះនោះនិយាយនឹងទូលព្រះបង្គំជាខ្ញុំថាអ្នកឯងមិនត្រូវខាត់ខ្ញុំទេត្បិតខ្ញុំយល់ឃើញក្នុងនគរនេះគ្មានស្ត្រីពិតម្ដាយពិតឪពុកពិតទេបរិះនោះនិយាយតែប៉ុណ្ណេះក៏ស្ងៀមទៅស្ដេចទ្រង់ជ្រាបដូច្នោះទ្រង់សួរទៅនាយទាហានថាចុះឥឡូវបរិះនោះនៅឯណានាយទាហានទូលថានៅឯមាត់ទ្វារព្រះរាជវាំងស្ដេចមានព្រះបន្ទូលថាបើដូច្នេះចូលអ្នកទៅហៅមកមើលអាមាត្យរត់ទៅហៅបរិះនោះថាណែបរិះស្ដេចទ្រង់មានព្រះបន្ទូលហៅចៅឯងចូលទៅបរិះសួរថាស្ដេចទ្រង់ហៅទៅធ្វើអ្វីអាមាត្យឆ្លើយថាមិនដឹងជាទ្រង់ហៅធ្វើអ្វីទ្រង់ឲ្យតែមកហៅប៉ុណ្ណោះបរិះនោះក៏ទៅតាមអាមាត្យទៅដល់ក្រាបថ្វាយបង្គំហើយអង្គុយគាល់ក្នុងទីដ៏សមគួរស្ដេចទតឃើញអាមាត្យនាំបរិះនោះមកដល់ទ្រង់មានព្រះបន្ទូលថាបរិះឯងនិយាយថាក្នុងនគរអញនេះគ្មានស្ត្រីពិតម្ដាយពិតឪពុកពិតទេអ្នកថាដូច្នេះមែនឬបរិះក្រាបបង្គំទូលថាសូមទ្រង់ព្រះមេត្តាប្រោសក្នុងព្រះនគររបស់ល្អងធូលីព្រះបាទនេះគ្មានស្ត្រីពិតម្ដាយពិតឪពុកពិតទេទូលព្រះបង្គំជាខ្ញុំថាមែនក្នុងទីព្រះរាជវាំងមានតែញីទូលព្រះបង្គំជាខ្ញុំថាមែនម្ដាយពិតឪពុកពិតគ្មានទូលព្រះបង្គំជាខ្ញុំថាមែនហើយបរិះក្រាបបង្គំទូលទៀតថាសូមទានព្រះមេត្តាប្រោសមានតែព្រះរាជបុត្រីពៅរបស់ព្រះករុណាពិសេសនេះមួយអង្គទើបហៅថាស្ត្រីកបនៅលក្ខជាប់ជាស្ត្រីពិតមែនបរិះនោះទទួលសារភាពហើយព្រះរាជាទ្រង់ប្រាប់បន្ទូលសួរថាបរិះដូចម្ដេចហៅថាស្ត្រីពិតដូចម្ដេចហៅថាម្ដាយពិតឪពុកពិតបរិះក្រាបទូលស្ដេចថាសូមទ្រង់ព្រះមេត្តាប្រោសឯស្ត្រីពិតម្ដាយពិតឪពុកពិតនោះមានតែល្អងធូលីព្រះបាទយាងចេញពីព្រះនគរទៅសើបរកផ្ទាល់ព្រះអង្គទៅបានបើល្អងធូលីព្រះបាទរកបាននៅទីណាស្រុកណាភូមិណាសូមទ្រង់ធ្វើតាមសពព្រះរាជហារតីដែលទ្រង់គិតឃើញដូចម្ដេចលើទ្រង់ពិសោធន៍គ្រប់ចំពោះទៅហើយពុំមានថាអ្វីទៅហៅពេញជាស្ត្រីពិតម្ដាយពិតឪពុកពិតស្ដេចទ្រង់ជ្រាបសពគ្រប់ប្រការទ្រង់នឹកក្នុងព្រះចិន្តាថាបរិះនេះនិយាយត្រូវប្រកាសហើយទ្រង់ព្រះរាជទានមាសប្រាក់សម្ពត់អាវឲ្យបរិះទ្រង់
ដាំថាបរោះឯងកុំទៅណាឆ្ងាយនៅចាំអញបើអញរកស្ត្រីពិតម្ដាយពិតឪពុកពិតបានហើយអញវិលមកវិញថ្ងៃណាអញនឹងឲ្យបរោះឯងធ្វើជាធំលើគេទាំងពួងហើយទ្រង់បង្គាប់ឲ្យនិមឺនធំមួយធ្វើផ្ទះមួយឲ្យទៅបរោះនោះនៅទ្រង់ផ្ដាំឲ្យនិមឺននោះចិញ្ចឹមបរោះនោះតរៀងទៅលុះស្ដេចនឹងទ្រង់យាងចេញចាកព្រះនគរទៅរកស្ត្រីពិតម្ដាយពិតឪពុកពិតនោះទ្រង់មានព្រះបន្ទូលហៅនិមឺនធំមួយដែលជាអ្នកសម្រេចរាជការក្នុងព្រះនគរឲ្យមើលរក្សាព្រះរាជវាំងត្បិតទ្រង់នឹងយាងចេញទៅរកស្ត្រីពិតម្ដាយពិតឪពុកពិតហើយទ្រង់រៀបដំណើរភៀសព្រះអង្គជាបរិសកំសត់ម្នាក់យាងចេញទៅក្នុងវេលាជប់ស្ងាត់ពុំឲ្យនរណាមួយដឹងឡើយឲ្យដឹងតែព្រះរាជបុត្រីធំនិងបរិសនោះប៉ុណ្ណោះស្ដេចយាងដល់ស្រុកមួយនៅព្រំព្រះនគរឃើញតាចាស់យាយចាស់ប្តីនិងប្រពន្ធក៏ទ្រង់ចូលទៅសុំសំណាក់នៅផងដូនតានោះក៏ព្រមឲ្យនៅដល់នៅយូរបន្តិចទៅឃើញកូនគេក្នុងស្រុកនោះមានរូបឆោមលំពណ៌ល្អក៏ទ្រង់ចង់បានទើបទ្រង់ប្រាប់តាយាយថាតាយាយអើយឥឡូវចៅឃើញកូនគេមួយរូបឆោមលំពណ៌ល្អសមជាប្រពន្ធខ្ញុំដូច្នេះសូមតាយាយទៅដណ្ដឹងឲ្យខ្ញុំតាយាយឆ្លើយថាអោចៅអើយខ្លួនតាយាយសប្តាហ៍ថ្ងៃនេះជាអ្នកកំសត់អត់ឃ្លានក្រលំបាកណាស់នឹងទៅដណ្ដឹងកូនគេតើនរណាគេនឹងឲ្យទើបស្ដេចចៅឆ្លើយថាយាយទៅដណ្ដឹងគេចុះប្រាប់ថាខ្ញុំឲ្យមកសុំដណ្ដឹងគេមិនថាអីទេយាយទៅដណ្ដឹងកូនក្រមុំគេតាមពាក្យចៅប្រើតាយាយទៅដល់ផ្ទះអ្នកដែលមានកូនក្រមុំនោះក៏ឡើងទៅអង្គុយលើផ្ទះអ្នកផ្ទះនោះសួរថាយាយមករកអ្វីយាយឆ្លើយថាខ្ញុំសូមជម្រាបអ្នកលាក់បាំងអ្វីនឹងអ្នកចៅខ្ញុំឲ្យមកសុំដណ្ដឹងកូនក្រមុំម្ដាយឪពុកនាងក្រមុំនោះនឹកក្នុងចិត្តថាយាយនេះម្ដេចក៏គាត់ហ៊ានដណ្ដឹងកូនអញឲ្យចៅគាត់ហើយអ្នកដែលមានកូនក្រមុំនោះនិយាយទៅនឹងយាយនោះថាយាយខ្ញុំឲ្យប៉ុន្តែយាយឯងហៅចៅកំឡោះនោះមកឲ្យយើងមើលសិនបើល្អសមនឹងកូនយើងឲ្យមិនថាអ្វីទេយាយលាគេវិលមកផ្ទះវិញនិយាយប្រាប់ថាបើចៅឯងល្អសមនឹងកូនគេឲ្យហើយប៉ុន្តែគេឲ្យចៅឯងទៅឲ្យគេមើលរូបសិនបើសមនឹងកូនគេមិនថាអីទេលុះព្រឹកឡើងយាយនឹងស្ដេចចៅទៅដល់ផ្ទះអ្នកដែលមានកូនក្រមុំនោះក៏ឡើងទៅអង្គុយសំពះគេហើយថយមកអង្គុយក្នុងទីដ៏សមគួរអ្នកផ្ទះក៏មានចិត្តស្រឡាញ់កូនប្រសានោះប៉ុន្តែមិនដឹងស្ដេចខ្លែងភេទទេគិតស្មានជាមនុស្សទាំងផ្ដាស់ស្ដេចនៅបម្រើម្ដាយក្មេកឪពុកក្មេករៀងរាល់ថ្ងៃទៅវេលាចូលដេកម្ដាយក្មេកប្រាប់កូនស្រីក្រមុំនោះថាអ្នកមាសម្ដាយឯងចូលសត្វទឹកដាក់ចុងជើងប្តីបៀកស្លា5ម៉ាត់ដាក់ឲ្យប្តីក្រែងជួនយប់ប្តីក្រោកឡើងរកស៊ីស្លាផឹកទឹកឲ្យមានស្រាប់កូននោះជួនព្រមធ្វើតាមពាក្យម្ដាយប្រើជួនក៏ពុំធ្វើតាមដល់ថ្ងៃមួយស្ដេចធ្វើជាទៅស្រង់ទឹកម្ដាយក៏ប្រាប់កូនថានាង
ម្ដេចមិនយកផ្ទាល់ទៅតាមប្តីងូតទឹកនាងជាកូនក្រមុំនោះក៏ទៅតាមពាក្យម្ដាយប្រើស្ដេចទ្រង់យាងទៅយូរបន្តិចក៏ទ្រង់វិលមកវិញដល់វេលាល្ងាចស្ដេចធ្វើជាផឹកស្រាស្រវឹងក្អួតក្អាយប្រើប្រាស់ខ្លួនននាលពីពេញល្វែងផ្ទះពុំដឹងខ្លួនម្ដាយក្មេកឃើញកូនប្រសាស្រវឹងក៏ប្រាប់ទៅកូនក្រមុំថានាងឯងម្ដេចមិនយកទឹកទៅលាងកំអួតកូនក្រមុំឆ្លើយថាទេមនុស្សអីប្រមឹកស្រាដូចឆ្នាំស្ដេចឮដូច្នោះព្រឹកឡើងទ្រង់លាម្ដាយឪពុកក្មេកទៅផ្ទះយាយតាប្រាប់យាយតាអំពីដំណើរកូនក្រមុំគេដែលយាយតាដណ្ដឹងឲ្យនោះថាយាយតាអើយនាងនោះនឹងខ្ញុំមិនបានជាគូព្រេងសំណាងនឹងគ្នាទេឲ្យយាយតាប្រគល់កូននោះទៅគេវិញចុះយាយតាក៏ទៅជូនព្រេងសំណាងកូនគេតាមពាក្យចៅប្រើទៅដល់លើផ្ទះនិយាយថាខ្ញុំសូមជូនព្រេងសំណាងកូនអ្នកផងត្បិតចៅខ្ញុំថាពុំមានព្រេងនឹងកូនអ្នកទេរួចយាយតាក៏លាគេមកផ្ទះអាត្មាវិញលុះព្រឹកឡើងស្ដេចលាយាយដើរទៅទៀតដល់ស្រុកមួយជាចុងស្រុកខេត្តក្រៅទៅសុំសំណាក់នឹងផ្ទះដូនចាស់តាចាស់ចាស់ក៏យល់ព្រមស្ដេចក៏នៅធ្វើការរកស៊ីនឹងយាយតាតែសប្តាហ៍ថ្ងៃរៀងទៅថ្ងៃមួយស្ដេចទ្រង់យាងទៅក្រសាលឃើញកូនក្រមុំអ្នកស្រុកនោះដែលជាអ្នកមានធំក្នុងស្រុកនោះពុំមានអ្នកឯណាមានស្មើនឹងគេឡើយប៉ុន្តែអ្នកនោះមានកូនស្រីមួយកូនប្រុសមួយអ្នកទាំងពីរមិនទាន់មានប្តីប្រពន្ធទេស្ដេចទ្រង់តបឃើញទ្រង់សពប្រទេចង់បានលុះទ្រង់វិលមកផ្ទះវិញទ្រង់ប្រាប់តាយាយថាយាយខ្ញុំចង់បានកូនគេដែលមានកូនប្រុសមួយស្រីមួយសូមយាយទៅដណ្ដឹងកូនគេនោះឲ្យខ្ញុំផងយាយឆ្លើយថាចៅអើយបើខ្លួនយាយក្រម្លេះតើនរណាគេនឹងឲ្យកូនគេមកចៅស្ដេចឮយាយនិយាយដូច្នោះក៏ទ្រង់មានព្រះបន្ទូលទៅនឹងយាយថាយាយអញ្ចឹងទៅដណ្ដឹងកូនគេចុះថាខ្ញុំឲ្យមកដណ្ដឹងគេមិនថាអីទេយាយនោះក៏ព្រមទៅតាមពាក្យចៅប្រើប៉ុន្តែយាយនឹងតាពុំដឹងថាចៅនោះជាស្ដេចឡើយគិតស្មានថាជាមនុស្សទាំងផ្ដាស់ដទៃក៏ទៅដណ្ដឹងកូនគេក៏ព្រមឲ្យស្ដេចនៅបំរើម្ដាយក្មេកឪពុកក្មេកតទៅឯនាងជាប្រពន្ធនោះក៏ប្រណិប័តប្តីល្ងាចដាក់ទឹកចុងជើងបៀកស្លា5ម៉ាត់ដាក់ក្បែរដំណេកប្តីតែសប្តាហ៍ថ្ងៃរៀងទៅវេលាស្ដេចយាងទៅស្រង់ទឹកនាងកាន់ផ្តិលនិងសម្ពត់ងូតទៅតាមផងពេលស្ដេចស្រង់ទឹកនាងនោះដោះក្អែលឲ្យប្តីផ្លាស់សម្ពត់ងូតនាងទទួលយកសម្ពត់ពូតរួចដងទឹកដាក់ផ្តិលកាន់ដោតាមប្តីទៅដល់ផ្ទះលាងជើងឲ្យប្តីថ្ងៃមួយស្ដេចធ្វើជាឈឺម្ដាយក្មេកឪពុកក្មេកឃើញកូនប្រសាឈឺក៏មានចិត្តផិតភ័យប្រាប់ទៅកូនក្រមុំថាកូនមើលមកគក់ច្របាច់ឲ្យប្តីផងនាងនោះក៏គក់ច្របាច់ឲ្យប្តីប៉ុន្តែស្ដេចនិងនាងពុំទាន់រៀបការនៅឡើយទេឪពុកក្មេកនិងម្ដាយក្មេកក៏ពុំដឹងថាជាស្ដេចគិតស្មានថារៀបទាំងផ្ដាស់នៅយូរបន្តិចទៅបានពេលល្អក៏ម្ដាយក្មេកឪពុកក្មេកនោះចេញប្រាក់របស់ខ្លួនរៀបការកូនក្រមុំនិងកូនប្រសាហៅអស់ញាតិចិត្តឆ្ងាយមករៀបការស៊ីផឹកស្ដេចនិងនាងរួមសុខទុក្ខនៅជាមួយគ្នាតាំងអំពីនោះរៀងមក
លុះនៅយូរបន្តិចទៅស្ដេចទ្រង់ពិសោធន៍ចិត្តប្រពន្ធនិងចិត្តម្ដាយក្មេកឪពុកក្មេកឲ្យឃើញពិតឬពំពិតក៏ទ្រង់ធ្វើជាស្រវឹងលែងបៀចាញ់គេមកទារប្រាក់និងរកប្រាក់ឲ្យគេគ្មានម្ដាយក្មេកឪពុកក្មេកក៏ចេញប្រាក់ឲ្យគេតែសប្ថ្ងៃទាល់តែអស់ប្រាក់ធ្លាក់ខ្លួនក្រម្ដាយក្មេកឪពុកក្មេកនិងប្រពន្ធនោះពុំមានស្ដីថាអ្វីអស់ញាតិសន្តានចិត្តខាងគេស្ដីថាផ្ដាច់ទៅកុំឲ្យកូនទៅអាចង្រៃនេះវាមិនគិតធ្វើការរកស៊ីដោយគេទាំងពួងវាលែងតែបៀផឹកស្រាដូច្នេះតើនឹងទុកវាធ្វើអីគេស្ដីប៉ុនគេផ្ទុកម្ដាយឪពុកក្មេកនោះក៏មិនស្ដេចទ្រង់ឃើញថាម្ដាយក្មេកឪពុកក្មេកក្រលំបាកអស់សម្បត្តិមានតែខ្លួនក៏ឈប់លេងល្បែងចេះតែដេកមិនគិតរកស៊ីអ្វីប្រើតែប្រពន្ធឲ្យធ្វើនំលក់គ្រាន់តែឆ្អែតពោះឯម្ដាយឪពុកក្មេកព្រមទាំងប្រពន្ធនឹងស្ដីអ្វីឲ្យធ្ងន់ពាក្យតូចចិត្តកូនប្រសាក៏ទេស្ដេចទ្រង់នឹកក្នុងចិត្តថាបរោះនោះមានប្រាជ្ញាយកការជ្រៅជ្រះឲ្យអញរកម្ដាយពិតឪពុកពិតប្រពន្ធជាស្ត្រីពិតនេះហៅពេញជាត្រូវឥឡូវអញរកបានហើយល្មមអញតែងព្រះបន្ទូលប្រាប់ទៅសេនាបតីឲ្យរៀបរាជយាននៅពេលថ្មើរជើងតាមមុខងារដំរីសេះរាជរថមកទទួលអញចុះក៏ទ្រង់តែងបន្ទូលប្រាប់ទៅសេនាបតីមានសេចក្តីថាឲ្យរៀបដំរីសេះរត់ទៅរាជយានពេលថ្មើរជើងទៅទទួលស្ដេចត្បិតស្ដេចរកប្រពន្ធជាស្ត្រីពិតម្ដាយពិតឪពុកពិតបានហើយឲ្យយកគ្រឿងឥស្សរិយយសទៅថ្វាយជាឆាប់មួយទៀតបើបំរើនាំព្រះបន្ទូលមកដល់ឲ្យរៀបទទួលជប់លៀងតាមឋានៈជាបងថ្លៃស្ដេចតែងរួចស្រេចដាក់ក្នុងបំពង់បិទមាត់បំពង់ចិត្តពុំឲ្យបងថ្លៃនោះដឹងសេចក្តីហើយស្ដេចប្រាប់បងថ្លៃថាអ្នកបងអើយអញ្ជើញមកឯងខ្ញុំចង់ឲ្យអ្នកនាំសម្បត្តិទៅឲ្យនាម៉ឺនដែលជាធំនៅក្នុងវាំងលួងនោះតើអ្នកហ៊ានទៅឬទេបងថ្លៃលើប្អូនប្រើដូច្នោះក៏ព្រមទៅតាមហើយចេញដំណើរទៅសួរគេចាប់ទៅតាមផ្លូវទៅដល់ស្រុកមួយសួរគេថាអ្នកអើយផ្លូវណាទៅវាំងស្ដេចអ្នកស្រុកនោះប្រាប់ថាផ្លូវនេះហើយទៅវាំងស្ដេចបងថ្លៃស្ដេចនោះក៏ចេះតែដើរសួរគេទៅរៀងទៅលុះដល់ទៅមាត់ទ្វារព្រះរាជវាំងក៏សួរទៅហ៊ានយាមទ្វារថាអ្នកនឹងហើយឬដែលគេហៅថាវាំងលួងនេះទាហានប្រាប់ថានឹងហើយនេះទាហានសង្ស័យក៏សួរថាអ្នកឯងមកពីណាបានជាមកសួររកវាំងលួងបងថ្លៃស្ដេចឆ្លើយថាខ្ញុំនាំសម្បត្តិប្អូនខ្ញុំមកជូននាម៉ឺនធំដែលនៅក្នុងវាំងនេះទាហានឮដូច្នោះក៏នាំចូលទៅដល់នាម៉ឺនដែលនៅចាំវាំងនាម៉ឺនធំក៏ទទួលយកសម្បត្តិបើកមាត់បំពង់ឡើងដឹងសេចក្តីប្រាប់បន្ទូលថាយើងរកមហេសីបានហើយឲ្យរៀបចំនាំគ្នាទៅទទួលយើងឯបំរើដែលនាំព្រះបន្ទូលនេះត្រូវជាបងថ្លៃយើងបើបានដល់ហើយឲ្យអ្នកទទួលរៀបជប់លៀងតាមភាពជាព្រះញាតិស្ដេចនាម៉ឺនធំនោះក៏ចាត់សម្បត្តិឲ្យកេណ្ឌដំរីសេះរទេះរាជយានពលថ្មើរជើងតែងដោយមុខងារមុខក្រសួងផ្សេងឯបងថ្លៃស្ដេចក៏ត្រូវគេរៀបទទួលតាមកិត្តិយសជាព្រះញាតិមានពុកប្រែព្រំរៀបចំខ្នែខ្នល់ដំកល់ដំកើងរុងរឿងក្រៃពេកហើយគេរៀបភោជនាហារសុខសឹងល្អស្អាតដាក់នឹងភាជន៍មាសលើកយកមកជូនអ្នកជាបងថ្លៃស្ដេចដែលនាំព្រះរាជសារនោះមក
ថ្ងៃនោះហេតុតែខ្លួនជាអ្នកនៅស្រុកក្រៅឆ្ងាយពុំដែលស្គាល់ស្ដេចស្ទើរតែពុំហ៊ានបរិភោគភោជនាអាហារដែលជារបស់ល្អនោះឡើយលុះតែនិមន្តធំគេបង្ខំឲ្យបរិភោគទើបហ៊ានបរិភោគតែចាំកុំមើលគេបែរមុខចេញដៃលោកបន្លំយកចំណីលាក់ទុកផ្ញើប្អូនត្បិតខ្លួនមិនដែលបានចំណីល្អបរិភោគគិតក្រែងស្ដេចប្អូនថ្ងៃនោះមិនដែលបានដូចខ្លួនដែរលុះបរិភោគរួចនិមន្តនោះទឿនថាអ្នកនឿយព្រួយសូមអញ្ជើញសម្រានទៅអ្នកបងថ្លៃស្ដេចក៏ស្ទើរពុំហ៊ានដេកលុះព្រឹកឡើងនិយាយនឹងនិមន្តថាខ្ញុំចង់លាទៅត្បិតប្អូនខ្ញុំផ្ដាំថាបើមកដល់ឲ្យឆាប់វិលទៅវិញហើយក៏លានិមន្តធំនោះត្រឡប់មកផ្ទះវិញលុះមកដល់ស្ដេចជាប្អូនថ្លៃសួរថាម៉េចអ្នកបងអញ្ចឹងទៅជួបនឹងនិមន្តនឹងទេបងថ្លៃប្រាប់ស្ដេចជាប្អូនថ្លៃថាជួបស្ដេចថាចុះគេរាប់អានឬទេបងថ្លៃថាគេរាប់អានបងណាស្ដេចឮថានិមន្តគេរាប់អានណាក៏ទ្រង់ញឹមហើយបងថ្លៃនោះយកនំចំណីដែលលាក់មកនោះថ្វាយស្ដេចជាប្អូនថ្លៃដោយវាចាថាមេប្អូនបងលាក់នំគេពីវាំងស្ដេចយកមកផ្ញើប្អូនឯងពិសាមើលឆ្ងាញ់ណាស់ស្ដេចថាបងពិសាចុះបងថ្លៃថាទេប្អូនពិសាមើលឯស្ដេចទ្រង់ព្រះតម្រិះថាបើមិនសោយក្រែងបងថ្លៃនោះដឹងថាខ្លួនជាស្ដេចក៏ទ្រង់សោយតែបន្តិចទ្រង់លែងទៅទ្រង់ញញឹមថាឆ្ងាញ់មែនហើយអ្នកបងលុះដល់កំណត់7ថ្ងៃអស់សេនាបតីមន្ត្រីតូចធំជួបជុំទៅទទួលស្ដេចរៀបក្បួនហែមកដល់ទីស្ដេចគង់នោះអស់អ្នកស្រុកភ្ញាក់ផ្អើលផិតភ័យរត់នាំកូនជញ្ជូនចៅរកទីពឹងពួនដែលគិតស្មានថាជាតបពុំដឹងគេមកទទួលស្ដេចសោះលុះនិមន្តគេចូលមកជិតផ្ទះដែលស្ដេចគង់នៅនោះម្ដាយក្មេកឪពុកក្មេកញ័រផិតភ័យរត់ចូលទៅប្រាប់កូនប្រសាឯក្នុងផ្ទះថាកូនអើយតបមកពីណាច្រើនណាស់ឬគេមកចាប់កូនត្បិតកូនលែងបៀចំពាក់គេទៅដឹងអើយស្ដេចឮម្ដាយក្មេកប្រាប់ដូច្នោះក៏ទ្រង់មនីចេញទៅរៀនហាលមុខផ្ទះនិមន្តទាំងពួងមានក្រឡាហោមយមរាជចក្រីវាំងជាដើមឃើញស្ដេចទ្រង់ឈរនៅរៀនហាលក៏សត្វតែដាអោនតោចូលមកក្រាបថ្វាយបង្គំស្ដេចរាល់គ្នាស្ដេចមានព្រះបន្ទូលថាក្រឡាហោមយមរាជចក្រីវាំងសុខសប្បាយរាល់គ្នាទេឬអ្នកនិមន្តឆ្លើយព្រមគ្នាថាព្រះករុណាថ្លៃវិសេសសុខសប្បាយជាទេឯម្ដាយក្មេកឪពុកក្មេកលោកតែភ្ញាក់ខ្លួនព្រឺតនិយាយខ្សឹបគ្នាថាកូនប្រសាយើងស្ដេចទេតាបងប្អូនញាតិសន្តានដែលនៅជិតខាងក៏ភ្ញាក់ខ្លួនរាល់គ្នាលាន់មាត់ថាយីវើយលែងមិនបានទេស្ដេចទេតាហើយមានចិត្តគិតបារម្ភភ័យដល់ខ្លួនឯងក្រែងស្ដេចយកទោសត្បិតខ្លួនយកទោសមិនចូលចិត្តនឹងស្ដេចថាស្ដេចចេះតែលេងបៀផឹកស្រាមិនរកស៊ីដល់ដឹងជាស្ដេចទៅភ័យក្រោយរាល់គ្នាអស់និមន្តក្រាបទូលសួរថាសូមទ្រង់មេត្តាប្រោសព្រះរាជទេពីដែលអង្គធូលីព្រះបាទថារកបានហើយនោះនៅឯណាស្ដេចទ្រង់មានព្រះបន្ទូលថាឲ្យទៅលក់នំលតទៅហើយអស់និមន្តឮស្ដេចថាប្រាឲ្យទៅលក់នំលតក៏ញញឹមរាល់គ្នាហើយក្រាបទូលថាទ្រង់ប្រាឲ្យទៅលក់នំលតនៅឯណាអស់និមន្តបានដឹងដូច្នោះ
ក៏រៀបយាងទៅតាមស្ដេចទ្រង់មានព្រះបន្ទូលថាបើអ្នកណាទៅតាមត្រូវមើលតែពាក់អាវកំបុតដៃទូលល្អីចាស់យួរឆ្នាំងស្កររិចមាត់នឹងឲ្យប្រពន្ធយើងនិមឺនទាំងនោះក៏ចាប់និមឺនមួយពួកឲ្យនាំព្រះរាជយានទៅតាមជួបនាងវិលមកពីលក់នំឡូតក៏ស្រែកហៅថានាងម្ចាស់ឈប់សិននាងលើនិមឺនដើរទៅទទួលនាងស្រែកហៅដូច្នោះគិតស្មានថាគេមកចាប់ខ្លួនហើយនាងក៏រត់ចូលព្រៃកាត់តម្រង់មករកផ្ទះប្រកាសដែលលក់នំឡូតនោះក៏ជ្រុះបាត់ខ្លះក្នុងព្រៃទៅនៅសល់តែបន្តិចបន្តួចដល់មកផ្ទះមើលទៅមុខផ្ទះឃើញមនុស្សច្រើនត្រៀបត្រាគិតថាគេមកចាប់ប្តីទាថ្លៃបៀគេហើយនាងក៏រលះរលាំងឡើងទៅសួរប្តីថាគេមកពីណាច្រើនម្ល៉េះស្ដេចប្តីទ្រង់ប្រាប់នាងថាគេមកទទួលបងទេនាងម្ដាយហៅកូនទៅខ្សឹបប្រាប់ថាប្តីនាងជាស្ដេចទេតើនាងកូនលើម្ដាយប្រាប់តបដឹងថាប្តីជាស្ដេចឯមន្ត្រីដែលទៅតាមនាងវិលមកគាល់ស្ដេចទ្រង់សួរថាមិនឃើញទេឬមន្ត្រីទូលថាឃើញប៉ុន្តែក្រែងមិនមែនទូលប្រាប់បង្គំហៅមិនឈប់សោះចេះតែរត់ស្ដេចទ្រង់មានព្រះបន្ទូលថាមកដល់ហើយមន្ត្រីទាំងនោះយកគ្រឿងប្រដាប់សម្រាប់ទ្រង់ដំកល់លើជើងពៀននេះលើកយកទៅថ្វាយទាំងទឹកអប់ច័ន្ទគុណពីដោឈ្ងុយឈ្ងប់ស្ដេចនិងនាងទ្រង់ស្រង់ជំរះព្រះកាយរួចទ្រង់ព្រះពោះសង្វាកងល្អល្អះក្រៃពេករួចស្រេចស្ដេចនិងនាងអញ្ជើញម្ដាយឪពុកនិងបងប្រុសឲ្យឡើងជិះដំរីសេះទៅនិមឺនក៏ហែស្ដេចទៅចូលព្រះរាជវាំងហើយដល់ទ្រង់គង់នៅចុងព្រះរាជវាំងទ្រង់ឲ្យហៅបរោះនោះមកប្រាប់ថាបរោះឯងមើលនេះហៅថាជាស្ត្រីពិតម្ដាយពិតឪពុកពិតមែនឬមិនមែនទេបរោះនោះក្រាបទូលថានេះហើយហៅពេញជាស្ត្រីពិតម្ដាយពិតឪពុកពិតសូមទ្រង់ជ្រាបស្ដេចឲ្យរៀបអភិសេកនាងឡើងជាអគ្គមហេសីឯបងប្រុសនោះទ្រង់តាំងឲ្យធ្វើជាអគ្គមហាសេនាម្ដាយទ្រង់តាំងជាសម្ដេចព្រះវររាជនីឪពុកទ្រង់តាំងជាស្ដេចព្រះវររាជនុរួចទ្រង់ឲ្យទៅយកយាយចាស់តាចាស់ដែលដណ្ដឹងនាងថ្វាយស្ដេចនោះមកធ្វើផ្ទះឲ្យនៅហើយទ្រង់ឲ្យចិញ្ចឹមថែរក្សាតទៅយូរបន្តិចទៅស្ដេចទ្រង់នឹកភ្នែកថាបរោះនេះមានគុណនឹងអញហើយមានប្រាជ្ញាយល់ការៈជ្រៅស្គាល់លក្ខណៈប្រុសស្រីហើយទ្រង់ឲ្យហៅមន្ត្រីមកទ្រង់បង្គាប់ឲ្យសង់រោងការអាពាហ៍ពិពាហ៍សម្រាប់មង្គលការផ្សំគុំព្រះរាជបុត្រីនិងបរោះនោះរៀបរួចស្រេចស្ដេចទ្រង់អភិសេកបរោះនោះនិងព្រះរាជបុត្រីឲ្យជាព្រះមហាឧបរាជក៏នៅជាសុខសប្បាយតទៅដល់ស្ដេចទ្រង់ព្រះជរាទ្រង់ដាក់រាជឲ្យព្រះមហាឧបរាជជាព្រះរាជបុត្រសោយរាជស្នងពីព្រះអង្គរក្សាអាណាប្រជានុរាស្ត្រជាសុខសប្បាយតទៅ